contact lens Luna Grey ពណ៌ទឹកប្រាក់ជ្រើសរើសយកទឹក toner ជួយសម្អាតធូលីដីជាមួយនឹងសម្លេងបន្ទះមូលយកមកធ្វើការជូតថ្នមទៅលើផ្ទៃមុខរបស់យើងសម្អាតជាតិពុលនិងធូលីដីជាបន្តខ្ញុំជ្រើសរើសយក Zero White Lotion ដែលធ្វើមកពីរ៉ែនេះធម្មជាតិយកមកធ្វើការលាបឲ្យសព្វនឹងផ្ទៃមុខរបស់យើងដោយធ្វើការម៉ាស្សាថ្នមទៅលើផ្ទៃមុខបន្តមកទៀតខ្ញុំជ្រើសរើសយកការពារកម្ដៅថ្ងៃ Sunscreen White Lotion មកធ្វើការលាបលើផ្ទៃមុខរបស់ខ្ញុំយើងធ្វើការលាបឲ្យសព្វទៅលើផ្ទៃមុខបែបនេះដោយធ្វើការម៉ាស្សាថ្នមជាមួយនឹងដៃរបស់យើងជាបន្តខ្ញុំជ្រើសរើសយក CC Cushion ដែលមានការពារកម្ដៅថ្ងៃ25 SPF+ យកមកធ្វើការតក់ថ្នមទៅលើផ្ទៃមុខរបស់យើង CC Cushion នេះគឺជួយឲ្យផ្ទៃមុខរបស់យើងមានសំណើមបិទបាំងភាពស្នាមបានយ៉ាងល្អតែប៉ុន្តែសាច់ម្សៅស្ដើងគួរជាទីគាប់ចិត្តខ្ញុំជ្រើសរើសយក Charm Lipstick លេខ207មកធ្វើជា contour នៅលើផ្ទៃមុខរបស់ខ្ញុំដោយធ្វើការតប់ថ្នមដើម្បីឲ្យពណ៌បែកសព្វល្អបន្តមកទៀតយើងជ្រើសរើសយកប៉ុងរបស់ CC មកធ្វើការតប់បន្ថែមពីលើដើម្បីឲ្យពណ៌សព្វខ្ញុំជ្រើសរើសយក Charm Lipstick 207ដដែលមកធ្វើជាខ្ទង់ច្រមុះរបស់ខ្ញុំនេះគឺជាប្រភេទម្សៅផាត់ White Lotion លេខ1ដែលមានសាច់ម្សៅពណ៌សបែបផ្កាឈូកស័ក្តិសមទៅនឹងផ្ទៃមុខរបស់ខ្ញុំយកមកធ្វើការតប់ថ្នមទៅលើផ្ទៃមុខដើម្បីឲ្យមានពណ៌សព្វល្អម្សៅផាត់មុខ White Lotion គឺមានអត្ថប្រយោជន៍ពិសេសមានសាច់ម្សៅណែនហាប់ល្អទប់ជាតិខ្លាញ់បានរហូតដល់ទៅ18ម៉ោងនិងមានការពារកម្ដៅថ្ងៃ25 SPF ផងដែរយើងបន្ថែមនៅការប្រើជក់ធ្វើការតប់នៅខាងក្រោមភ្នែករបស់យើងដើម្បីបំបត្តិភាពស្លុតដំណាក់កាលដំបូងនៃការផាត់ភ្នែកខ្ញុំជ្រើសរើសយកពណ៌ការ៉ុតបែបមាសលាយជាមួយនឹងពណ៌មាសដិតធ្វើការតប់ឲ្យពេញនៅវងផ្ទៃភ្នែករបស់ខ្ញុំបន្ទាប់មកជ្រើសរើសយកពណ៌ខ្មៅនិងពណ៌សូកូឡាកម្ៅធ្វើការមិចចូលគ្នាលាបនៅត្រង់បរិវេណកន្ទុយភ្នែករបស់យើងដើម្បីរំលេចនូវភាពលេចធ្លោនិងភាព sexy ផងដែរ color លាបភ្នែក eyeshadow របស់ Momo នឹងមាននៅក្នុង stock នៅក្នុងពេលឆាប់ខាងមុខនេះជាបន្តខ្ញុំជ្រើសរើសយកពណ៌ការ៉ុតនិងពណ៌មាសនឹងដដែលមកធ្វើការផាត់នៅត្រង់បរិវេណក្រោមត្បូងភ្នែករបស់យើងដោយប្រើមុខជក់ដែលមានមុខជក់តូចល្អធ្វើការតប់ដើម្បីរំលេចនៅភាពលេចធ្លោរួមជាមួយនឹងភ្នែករបស់យើងដើម្បីឲ្យមើលទៅកាន់តែមានភាពក្រឡោកនិង sexyជ្រើសរើសយកពណ៌សូកូឡាដិតនិងពណ៌ខ្មៅមកធ្វើការតប់ពីលើបន្ថែមប៉ុន្តែការតប់សូមគុំបំបិតនៅពណ៌សូកូឡានិងពណ៌ទឹកក្រូចធ្វើការតប់ដោយឲ្យមានពណ៌បែកចេញជាពីរយកជក់មកធ្វើការបោះនៅកម្ទេច color ភ្នែកដែលបានធ្លាក់នៅលើផ្ទៃរបស់យើងខ្ញុំជ្រើសរើសយកពណ៌មាសខ្ចីនិងពណ៌សមកធ្វើការបន្ថែមពណ៌នៅលើគល់ភ្នែករបស់ខ្ញុំបន្ថែមទៀតដើម្បីរំលេចនូវភាពលេចធ្លោបន្តមកទៀតខ្ញុំជ្រើសរើសយកខ្មៅដៃគូភ្នែកខាងក្រោមបន្ថែមទៀតដែលមានពណ៌មាសខ្ចីយកម្ករំលេចតែម្ដងខ្ញុំជ្រើសរើសយកពណ៌ការ៉ុតបែកមាសយកមកធ្វើការលាបបន្ថែមត្រង់ត្របកភ្នែកខាងលើនេះគឺជាប្រភេទខ្មៅដៃ eyeliner ដែលធន់នឹងទឹកមិនប្រតាក់ជាប់ពណ៌បានលើសពី18ម៉ោងមានមុខជក់តូចល្អងាយស្រួលនៅក្នុងការគូសតាមតម្រូវចិត្ត Eyebrow 3D liner គឺជាប្រភេទខ្មៅដៃគូចិញ្ចើមដែលងាយស្រួលគូសវាមានមុខជក់តូចល្អងាយស្រួលនៅក្នុងការគូសជាប់ពណ៌លើសពី18ម៉ោង
ជាប្រភេទ mascara ដែលត្រៀមនឹងចូលក្នុង stock នៅក្នុងពេលឆាប់ៗខាងមុខនេះខ្ញុំយកមកធ្វើការសិតនៅកូនចិញ្ចើមដើម្បីឲ្យមើលទៅធម្មជាតិបន្ទាប់មកទៀតក៏បន្ថែមនៅ eyeliner នៅខាងក្រោមនៃក្របភ្នែកខាងលើរបស់យើងអ្វីដែលកាន់តែជាអាត់កំបាំងទៀតនោះគឺ eyeliner របស់ Momo គឺអាចយកមកធ្វើជាសរសៃរោមភ្នែកនៅខាងក្រោមត្របកភ្នែករបស់យើងបានបន្ទាប់មកយើងធ្វើការជ្រើសរើសលាប mascara នៅត្រង់រោមភ្នែកខាងក្រោមរបស់យើងដើម្បីរំលេចនៅភាពលេចធ្លោនិងធ្វើឲ្យភ្នែករបស់យើងកាន់តែធំផងដែរចូលមកដល់អាត់កំបាំងពិសេសមួយទៀតហើយដែលមិត្តនារីជាច្រើនគាត់តែងតែចង់បាននិងចង់ដឹងនេះគឺជាការផាត់ពណ៌ឲ្យឃើញមុខរបស់យើងមើលទៅមានសភាព V និងតូចល្អយើងធ្វើការជ្រើសរើសនៅ color ថ្ពាល់ពណ៌សូកូឡាដើម្បីធ្វើការបោះនៅគុម្ពធ្គាមនិងគុម្ពថ្ពាល់របស់យើងផងដែរបន្តមកទៀតជ្រើសរើសនៅពណ៌ការ៉ុតខ្ចីយកមកធ្វើការផាត់នៅត្រង់បរិវេណពណ៌របស់យើងជ្រើសរើសយកម្សៅផាត់មុខ White Lotion Powder លេខ1មកធ្វើការផាត់ highlight បន្ថែមនៅត្រង់បរិវេណគុម្ពថ្ពាល់របស់យើងដើម្បីឲ្យមើលទៅកាន់តែមានភាព V បន្ទាប់មកជ្រើសរើសយកពណ៌គេហៅថាពណ៌ស្ពាន់យើងយកមកធ្វើការបោះនៅលើផ្ទៃមុខរបស់យើងដើម្បីបន្ថែមនូវភាពគួរឲ្យស្រឡាញ់កុំភ្លេចបោះបន្ថែមនៅលើគល់មាត់របស់យើងដើម្បីឲ្យមើលទៅនៅពេលដែលយើងលាប lipstick វាកាន់តែគួរឲ្យទាក់ទាញខ្ញុំជ្រើសរើសយក lipstick Charm lipstick លេខ203ដែលមានពណ៌ផ្កាឈូកស្រាលយកមកធ្វើការលាបនៅលើបបូរមាត់ខ្ញុំជ្រើសរើសយក lipstick Keep Color លេខ212ដែលជាក្រែមលាបបបូរមាត់ស្ងួតជាប់ពណ៌លើសពី18ម៉ោងយើងយកមកលាបបន្ថែមពីលើពណ៌ផ្កាឈូក203ដើម្បីឲ្យបែកពណ៌ដែលយើងពេញចិត្តខ្ញុំជ្រើសរើសបន្ថែមនៅ Keep Color lipstick លេខ211មកធ្វើការលាបបន្ថែមពីលើលេខ212បន្ទាប់មកជ្រើសរើសជាមួយនឹង Keep Color លេខ206លាបបន្ថែមពីលើ212និង211ផងដែរបែកពណ៌បែប sexy មើលទៅស័ក្តិសមទៅនឹងផ្ទៃមុខរបស់ខ្ញុំនិងអ្វីដែលខ្ញុំចង់បានក្រែមលាបបបូរមាត់ Keep Color និង Charm Lipstick បដូរពណ៌បានតាមតម្រូវចិត្តរបស់លោកអ្នករួចរាល់ហើយចាការផាត់មុខរបស់នាងខ្ញុំកំពុងចាសេរ៉ុមគឺត្រូវបានបញ្ចប់សង្ឃឹមថាទាំងអស់គ្នាស្រឡាញ់និងចូលចិត្តនៅ style ផាត់មុខបែបរ៉ុកនៅថ្ងៃនេះរបស់ Momo សូមអរគុណចំពោះការតាមដានទស្សនានៅវីដេអូឃ្លីបកន្លងមកកុំភ្លេច like share និង subscribe ផងណា